Bạn này trong video này nhưng nó bảo hai nhà ở này tại tôi chụp mùi nâng ca đại dương thuộc cả đồ lấy sầm ngặt bảo hai Korea nâng cho càiไปđại dươngตัวบานซาโดยนั้นที่เคยในขันช่วยนินจังมีในท่าvề cooking trùng hợp anh này sang thôi chẳngตัวบานซาแบบนี้เฮ้ยจังdương ai thuộc cả đồ lấy sầm ngặt bảo hai Korea คือบานโดยខ្លួនឯងយ៉ាងហ្នឹងឯងចឹងប៉ុន្តែគាត់ថាមុននឹងបានសារនេះយើងត្រូវផ្ញើតាមថាតាមឯកសាររបស់យើងស្នើសុំទៅខាង High Korea ជាមុនសិនដើម្បីបានទទួលសារនេះណាអញ្ចឹងសារនេះអាចជាទូទៅមួយថ្ងៃក្រោយអាចទទួលបាននៅហ្នឹងអញ្ចឹងអ្នកខ្លះក៏ពិបាកអ្នកខ្លះក៏មានពេលធ្វើអញ្ចឹងអ្នកអាចរកគេធ្វើបានណាហ្នឹងហើយអូខេអញ្ចឹងអត់ពិបាកទេអ្នកនេះទទួលបានសារហ្នឹងហើយអ្នកនេះគ្រាន់តែចូលមកកន្លែង log in នេះមួយពងបាទអញ្ចឹងកន្លែងនេះគឺអ្នកនរគ្នាត្រូវតែធ្វើការវានឹង ID អញ្ចឹង ID នេះគឺ ID ចាស់របស់អ្នកនរគ្នា ID អាចរកបាននៅក្នុង High Korea ហ្នឹងក៏ប៉ុន្តែលេខសម្ងាត់នេះពេលយើងទទួលបានសារដូចមិញហើយគឺយើងគ្រាន់តែវាយឲ្យដូចជាមួយនឹង ID របស់យើងមកចឹង ID របស់យើងខាងលើមកខាងក្រោមនេះគឺដាក់ឲ្យដូចគ្នាមកណាហ្នឹងហើយដាក់ដូចឲ្យលើហ្នឹងបាទហ្នឹងហើយអញ្ចឹងបន្តទៅចុចពាក្យ login មួយពងហ្នឹងហើយអញ្ចឹងកន្លែងនេះក៏យើងចុចពាក្យ plug in ទៅបានហើយកន្លែងនេះគេក៏សួរយើងថាយើងចង់ធ្វើការបដូរមែនឬមួយក៏អត់អញ្ចឹងណាអញ្ចឹងយើងគ្រាន់ធ្វើការចុចពាក្យ plug in មួយពងមកតែប៉ុណ្្នឹងទៅបានហើយហ្នឹងហើយអូខេអញ្ចឹងពេលណាដែលយើងចុចពាក្យ plug in ហើយអញ្ចឹងវានឹងនាំយើងមកទំព័របន្ទាប់កន្លែងនេះទៀតអញ្ចឹងកន្លែងនេះគឺ Bimil Bonho អញ្ចឹងកន្លែង Bimil Bonho នេះគឺអ្នកនរនេះគ្រាន់តែធ្វើការដាក់ឲ្យដូចជាមួយនឹង ID របស់យើងមកហ្នឹងហើយអញ្ចឹងដូច ID របស់យើងដាក់ចូលមកចុចពាក្យ plug in នៅខាងក្រោមនេះមួយពងបាទអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលវាឲ្យធ្វើការវាយនៅលេខកូដបច្ចុប្បន្នអញ្ចឹងលេខកូដបច្ចុប្បន្នរបស់យើងគឺដូចនឹង ID ខាងលើក៏ប៉ុន្តែខាងក្រោមនេះគឺ Share Bimil Bonho មានន័យថាធ្វើការដាក់លេខសម្ងាត់ថ្មីរបស់យើងចូលដែលយើងចង់បង្កើតណាហ្នឹងហើយអញ្ចឹងខាងលើShare Bimil Bonho ខាងក្រោមនេះគឺ Share Bimil Bonho plug in អញ្ចឹងយើងដាក់ឲ្យដូចគ្នាណាហ្នឹងហើយចឹងខាងលើនិងក្រោមនេះគឺយើងដាក់ដូចគ្នាអញ្ចឹងយើងត្រូវចាំផងព្រោះថ្ងៃក្រោយបើយើងភ្លេចយើងត្រូវផ្ញើឯកសារតាម fax ឲ្យខាង High Korea ដើម្បីគេអនុញ្ញាតឲ្យយើងធ្វើការបដូរលេខសម្ងាត់បានណាអញ្ចឹងខាងក្រោមនេះយើងអាចបំពេញមើលករណីឧទាហរណ៍ email របស់យើងអត់ត្រូវអីទេយើងអាចធ្វើការដាក់ email ត្រូវមកចឹងនៅកន្លែងនេះខ្ញុំក៏ដូរបង្ហាញអ្នកគ្នាឃើញទេហ្នឹងហើយមានន័យថាយើងស៊ូចង់កន្លែងនេះគឺមានន័យថាយើងធ្វើការបដូរតែម្ដងទៅឲ្យចប់ហ្មងណាហ្នឹងហើយអញ្ចឹងខ្ញុំដាក់ដូចឈ្មោះខ្ញុំកន្លែងនេះខ្ញុំរើស Gmail មួយចោលមកហ្នឹងហើយអញ្ចឹងជាទូទៅសារគឺយើងអាចស្គាល់ Gmail ច្រើនជាងខ្ញុំដាក់ Gmail មួយយើងចុចពាក្យ login ទៅប៉ុណ្្នឹងទៅបានហើយអត់ជាបញ្ហាទេអញ្ចឹងបន្តទៀតនៅខាងក្រោមនេះគឺយើងធ្វើការឆែកមើលលេខទូរស័ព្ទរបស់យើងត្រូវអត់អញ្ចឹងលេខលេខទូរស័ព្ទឲ្យវាត្រូវជាមួយនឹងលេខទូរស័ព្ទដែលយើងកំពុងតែប្រើបច្ចុប្បន្នអញ្ចឹងណាហ្នឹងហើយអញ្ចឹងអូខេអញ្ចឹងកន្លែងនេះយើងរើស010មកលើខាងក្រោមហ្នឹងគឺដាក់ឲ្យដូចលេខរបស់យើងទាំងអស់មកអត់បញ្ហាទេហ្នឹងហើយអញ្ចឹងលេខខាងលើខាងក្រោមរបស់យើងមិនខាងលើដាក់ឲ្យដូចគ្នាមកហ្នឹងហើយអញ្ចឹងយើង copy ដាក់ទៅហ្នឹងហើយតែមិនដូចជាមួយនឹងលេខរបស់យើងថ្ងៃក្រោយមានសារមកនេះគេផ្ញើទៅលេខចូលលេខទូរស័ព្ទដៃរបស់យើងអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងតែប៉ុណ្្នឹងរួចរាល់ហើយអញ្ចឹងយើងខាងក្រោមនេះយើងគ្រាន់តែទាញទៅក្រោយមានចុចពាក្យនេះមក V នៃយើងរោស៊ូចង់ហាំនីដាអញ្ចឹងមកចុចពាក្យ plug in មកតែប៉ុណ្្នឹងទៅបានហើយហ្នឹងហើយអញ្ចឹងមានន័យថាការស្វែងរក ID ហើយនឹងលេខសម្ងាត់របស់យើងគឺបានជោគជ័យហើយរួចរាល់ហើយអញ្ចឹងយើងអាចចូលទៅ log in ប្រើប្រាស់ High Korea បានដើម្បីធ្វើការកក់ចង់ទៅតវីសាចង់ទៅធ្វើឯកសារផ្សេងអាចកក់នៅ High Korea នឹងបានហើយមួយទៀតពេលបច្ចុប្បន្ននេះគឺបងប្អូន E9 របស់យើងគឺគាត់ដូរការងារគាត់អត់ការងារគាត់ត្រូវធ្វើការរាយការណ៍នៅនឹងដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងត្រូវមាន ID លេខសម្ងាត់របស់ High Korea ដាច់ខាតបើអត់មានយើងធ្វើអត់កើតទេហ្នឹងហើយអញ្ចឹងការធ្វើរក ID ហ្នឹងលេខសម្ងាត់នេះក៏ពិបាកដែរបើអត់ចេះភាសាឯងក៏ពិបាកមិនដឹងធ្វើម៉េចដែរអញ្ចឹងណាអូខេអញ្ចឹងសង្ឃឹមថាវីដេអូនេះអ្នកនាងអាចចេះបានច្រើនហើយឆ្ងល់ទៅទៅមួយឯកសារឬមួយក៏ដកឯកសារផ្សេងៗអ្នកនាងអាច comment ក្នុង channel របស់ខ្ញុំបានហើយកុំភ្លេចជួយ subscribe អ្នកមួយ